តើបងប្អូនដឹងទេថាអធិរាជគ្រឿងចក្រពណ៌លឿងដែលកំពុងគ្រប់គ្រងការដ្ឋានសំណង់និងរ៉ែធំៗទូទាំងពិភពលោកនៅពេលនេះមានប្រភពមកពីណាមុននឹងក្លាយជាមហាយក្សទម្ងន់រាប់ពាន់តោនដូចជាឡានបែនយក្សឬ Excavator កាយដីតើអ្នកណាជាអ្នកបង្កើតវាឡើងនេះគឺជាប្រវត្តិនៃក្រុមហ៊ុន Caterpillar ឬដែលយើងស្គាល់ថា CAT រឿងរ៉ាវទាំងអស់បានចាប់ផ្ដើមឡើងនៅចុងសតវត្សទី19ក្នុងសហរដ្ឋអាមេរិកនៅពេលនោះមានកំពូលអ្នកបង្កើត2នាក់គឺលោក Benjamin Hole និងលោក Daniel Best ពួកគាត់ទាំងពីរបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងការបង្កើតអន្ត្រសម្រាប់វិស័យកសិកម្មប៉ុន្តែចំនួននោះអន្ត្រដែលដើរដោយថាមពលចំហាយទឹកមានទម្ងន់ធ្ងន់ពេកដែលធ្វើឲ្យវាតែងតែផុងចូលទៅក្នុងដីស្រែឬខ្លួនមិនរួចនោះទេដើម្បីដោះស្រាយបញ្ហាផុងដីនេះនៅឆ្នាំ1904លោក Benjamin Hole បានគិតឃើញគំនិតចម្លែកមួយលោកបានដកកង់មូលធំៗខាងក្រោយចោលរួចជំនួសមកវិញនៅសង្វាក់ដែកបត់ជុំវិញកង់ដើម្បីកុំឲ្យវាផុងនៅពេលដែលគេយកវាទៅសាកល្បងបើកាត់វាលភក់អ្នកថតរូបម្នាក់បានស្រែកឡើងដោយភាពភ្ញាក់ផ្អើលថាមើលចុះវាយឺតដូចជាសត្វដង្កូវហ្វូងឬភាសាអង់គ្លេសហៅថា Caterpillar អីចឹងចាប់ពីពេលនោះមកឈ្មោះដ៏ល្បីល្បាញនេះក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ1925ក្រុមហ៊ុនគូប្រជែងទាំងពីរបានសម្រេចចិត្តរួបរวมគ្នាបង្កើតទៅជាក្រុមហ៊ុនតែមួយគឺក្រុមហ៊ុន Caterpillar ពួកគាត់បានចាប់ផ្ដើមផលិតគ្រឿងចក្រខ្នាតយក្សសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី1និងលើកទី2ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ CAT ល្បីល្បាញពេញពិភពលោកខាងផ្នែកភាពរឹងមាំធន់និងគ្មានគូប្រៀបពីអន្ត្រកសិកម្មខ្នាតតូចមកជាមហាយក្សគ្រឿងចក្រដែលកែប្រែមុខមាត់ផែនដីនេះហើយជាប្រវត្តិនៃ Caterpillar បើបងប្អូនតែកុងចង្កូតមាសពេញចិត្តវីដេអូប្រវត្តិសាស្ត្របែបនេះកុំភ្លេចចុច like និង subscribe Channel Machinery History ម្នាក់មួយផងបាទសូមអរគុណ